សួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើខញ៉ាំបងប្អូននៃសាមញ្ញមុនទៅផ្សារកូរ៉េទិញបានសាច់ជ្រូកនេះល្អបងប្អូនគេកាត់ស្រាច់អញ្ចឹងយើងអត់ពិបាកហើយការខរបស់ខ្ញុំនឹងងាយទេមុនដំបូងនេះខ្ញុំកម្លោចស្ករហើយស្ករនេះគឺស្ករត្នោតខ្មែរបងប្អូនយើងកម្លោចស្ករឲ្យរាងក្រហមអញ្ចឹងទៅហើយខ្ញុំដាក់ខ្ទឹមបុកខ្ទឹមហ្នឹងខ្ញុំបុកជាមួយម្រេចកាលណាយើងដាក់អញ្ចឹងទៅវាឈ្ងុយល្អបងប្អូនហើយគឺយើងចាក់ទឹកត្រីឲ្យឈ្ងុយទឹកត្រីទឹកស្អ៊ីវហើយនឹងទឹកស្អ៊ីវខាប់ប៉ុន្តែរឿងកន្លោចស្ករនេះខ្ញុំអត់សូវប្រកែប្រហែលទេបងប្អូនអញ្ចឹងក៏នឹកឃើញដល់អ្នកម្ដាយក្មេងគាត់ប្រកែធ្វើខគាត់នឹងនិយាយថាពណ៌ឡើងក្រហមហើយខ្ញុំឲ្យតែកន្លោចស្ករលើកណាភ័យខ្លាចតែខ្លោចចឹងទៅមិនសូវបានក្រហមល្អប៉ុន្មានទេហើយដាក់សាច់ជ្រូកចូលមកកូរចឹងប៉ុន្តែចំណុចសំខាន់នៅពេលដែលយើងកូរសាច់ជ្រូកហ្នឹងគឺយើងក៏កូរចុះក៏កូរឡើងហើយឲ្យសាច់ជ្រូកហ្នឹងចេញទឹកមកនិយាយទៅវាចេញអាទឹកឆ្អាបហ្នឹងបងប្អូនហើយមិញហ្នឹងថែមនេះហ្នឹងគឺថែមទឹកប្រេងខ្យងបងប្អូនទឹកប្រេងខ្យងក៏សំខាន់ដែរជួយធ្វើឲ្យខយើងមានរសជាតិឆ្ងាញ់ខ្លាចបងប្អូននៅកូនពៅឥឡូវក៏ចេញមុខបន្តិចមកកុំឲ្យនឹកខ្លាំងពេកហើយនាងបងប្អូនអើយកូរចុះកូរឡើងទៅហើយយើងដាក់ម្ងាស់ខនឹងចោលហើយនេះខ្ញុំអត់តាន់បានថែមទឹកទេណាបងប្អូនគឺវាចេញខ្លាញ់ចេញអីហ្នឹងមកពីសាច់ជ្រូកនឹងឯងនឹកឃើញថ្ងៃហ្នឹងអត់មានបានខនឹងហើយញ៉ាំពេលថ្ងៃហ្នឹងទេបងប្អូនដោយសារវាដល់ម៉ោងទៅធ្វើការអញ្ចឹងបានត្រឹមតែរំងាស់ចោលឲ្យរៀងឆ្អិនល្មមហើយហ្នឹងក៏បិទភ្លើងបញ្ញាបញ្ញាពេលប្រពទៅធ្វើការប៉ុន្តែអត់ភ្លេចទេណាបងប្អូនសិតតែទៅសេផ្លាកដាក់លើនឹងថាមិនតាន់ហើយទេព្រោះថាកាលណាមិនទៅសេទេនិយាយពីថាមកដល់ផ្ទះមុខគេអស់ហើយបងប្អូនហើយនេះថ្ងៃស្អែកតទៀតឯបងប្អូននេះខ្ញុំខបន្តទៀតហើយគឺចាប់ផ្ដើមដាក់តាពាំងដោយសារថ្ងៃហ្នឹងចង់ញ៉ាំខហើយដាក់តាពាំងចឹងក៏លេចទៅឃើញតាពាំងល្អទិញមួយមកហើយមានអីបងប្អូនយូរញ៉ាំម្ដងប៉ុន្តែតាពាំងក៏យើងមិនអាចញ៉ាំញឹកញាប់ពេកដែរវាមិនសូវល្អរបស់ផ្អាប់ទុកចឹងណានេះបងប្អូនខខ្ញុំឆ្អិនរួចរាល់ហើយខ្ញុំអត់ចង់ដាក់ទឹកច្រើនពេកទេបងប្អូនដាក់ទឹកច្រើនទៅវាអត់ឆ្ងាញ់អញ្ចឹងខ្ញុំដាក់ទឹកតែប៉ុណ្្នឹងឯងហើយហេវដែរនឹងបងប្អូនខឆ្អិនភ្លាមហ្នឹងក៏ដួសញ៉ាំបាយហើយខខ្ញុំចូលចិត្តញ៉ាំជាមួយតែសក់បងប្អូននេះតែសក់ប្រមូលតែសក់យកមកលាងញ៉ាំជាមួយមានអីបងប្អូនយូរយើងញ៉ាំម្ដងឆ្ងាញ់ប៉ុន្តែសាច់ជ្រូក3ជាន់ក៏យើងមិនអាចញ៉ាំញឹកញាប់បានដែរបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណពុកម៉ែបងប្អូនដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំចាំជួបគ្នាថ្ងៃក្រោយទៀតអូខេជម្រាបលា